បាទនំបងប្អូនទេសភាពពិតជាស្រស់ស្អាតមែនទែនបងប្អូនពណ៌មើលទៅដូចថាដូចគំនូរយ៉ាងបងប្អូនស្រស់ស្អាតខ្លាំងមែនទែនបងប្អូនហើយអារម្មណ៍ស្រស់ថ្លាមែនទែនពេលឡើងមកដល់លើកំពូលភ្នំនេះបងប្អូនបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលថ្ងៃនេះខ្ញុំធ្វើដំណើរឡើងទៅលើកំពូលភ្នំដែលភ្នំនេះគឺស្ថិតនៅក្នុងក្រុងសេរីសុផាន់ខេត្តបន្ទាយមានជ័យដែលយើងហៅថាភ្នំស្វាយណាបងប្អូនហើយខ្ញុំនឹងឡើងទៅថតផ្តិតយករូបភាពថ្ងៃរៀបលិចនៅលើកំពូលភ្នំហ្នឹងណាបងប្អូនដូច្នេះចង់ដឹងថាមានទស្សនវិជ្ជានិងទេសភាពស្រស់ស្អាតយ៉ាងណាសូមអញ្ជើញទស្សនាវីដេអូទាំងអស់គ្នាណាបងប្អូនហើយនៅលើភ្នំស្វាយនេះដែរបងប្អូនមានកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋយើងគាត់ធ្វើការហាត់ប្រាណធ្វើលំហាត់ប្រាណឡើងភ្នំណាបងប្អូនបើថាពេលល្ងាចចេះមានគួរសមដែរភាគច្រើនគាត់ថាគាត់ធ្វើការហាត់ប្រាណឡើងលើភ្នំនេះគឺនៅពេលព្រលឹមពេលព្រឹកព្រលឹមគឺមានច្រើននៅពេលល្ងាចដូចជាអត់សូវមានដូចពេលព្រលឹមទេបងប្អូនដូចថាគាត់ហាត់ប្រាណដើម្បីសុខភាពអ្នកខ្លះគាត់ចង់សម្រករាងអញ្ចឹងណាបាទហើមសាហាវបាទបងប្អូនទេសភាពពិតជាស្រស់ស្អាតមែនទែនបងប្អូនពណ៌មើលទៅដូចថាដូចគំនូរយ៉ាងបងប្អូនស្រស់ស្អាតខ្លាំងមែនទែនបងប្អូនហើយអារម្មណ៍ស្រស់ថ្លាមែនទែនពេលឡើងមកដល់លើកំពូលភ្នំនេះបងប្អូនphải thao anh à chọc anh kia nàyបាទជាចុងក្រោយអរគុណសម្រាប់ការទស្សនារបស់ពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ